អីយ៉ាងនេះអូតាមមកលេងខ្ញុំទីរៃបងប្អូនមិនដឹងជាគាត់មានអីខ្ញុំធ្វើឲ្យបងប្អូនចាំមើលខ្ញុំសួរគាត់សិនថាម៉ូតូគាត់នឹងខូចអីគេហើយគាត់ចង់បានអីអញ្ចឹងខ្ញុំបានសួរនាំគាត់បានស្ទុះហើយគឺម៉ូតូគាត់នឹងអត់មានភ្លើងមុខទេគាត់ថាម៉ូតូគាត់ពេលតាណាតាណៃម្ដងពេលយប់គឺពិបាកណាស់ព្រោះតែគាត់នឹងរៀនចំណាស់តិចហើយភ្នែកគាត់ក៏មិនសូវភ្លឺដែរអញ្ចឹងបាទគាត់ឲ្យខ្ញុំមើលភ្លើងម៉ូតូគាត់បន្តិចគាត់ថាមានគេឲ្យភ្លើងម៉ូតូគាត់មួយហើយតែភ្លើងនឹងភ្លឺទៀតគ្រាន់តែអ្នកឲ្យគាត់អត់ចេះតហើយខ្ញុំក៏សួរគាត់ថាពីណាគេឲ្យភ្លើងអ៊ំឯងហ្នឹងហើយគាត់ក៏ថាគេឲ្យខ្ញុំថាគេណាអ៊ំក៏នៅឆ្លើយដែរគាត់ថាគេមិនដឹងជាពីណាគេហ្នឹងព្រោះតែគាត់ភ្លេចឈ្មោះម្នាក់ហ្នឹងបាត់ហើយអញ្ចឹងភ្លើងដែលគេឲ្យគាត់នេះគឺជាភ្លើង LED គឺជាភ្លើងសបើសិនជាភ្លើងក្រហមក៏គាត់មើលផ្លូវអត់ច្បាស់ដែរបងប្អូនព្រោះគាត់រៀងចំណាស់តិចហើយអញ្ចឹងទេដាក់ភ្លើងសឲ្យគាត់ទៅបាច់និយាយទេបងប្អូនមើលខ្សែភ្លើងគាត់ទៅខ្ញុំមើលទំមមកយល់ឡើងកញ្ញាញ់ខួរទម្រាំតែរកខ្សែភ្លើងតឃើញឡើងមកស្ទុះធំម្នោះតែក៏មិនអីទេចេះធ្វើឲ្យគាត់ទៅព្រោះថាម៉ូតូគាត់ចាស់ចេះចូលជាងណាចូលជាងនេះក៏គេមិនសូវចង់ធ្វើឲ្យគាត់ដែរព្រោះតែគាត់គឺជាមនុស្សចាស់នៅតែម្នាក់ឯងហើយគាត់អត់មានរកស៊ីអីទេគឺគាត់នៅតែផ្ទះនៅធ្វើស្រែចម្ការនឹងទៅវត្តនេះឯងតិចតួចនឹងទេអញ្ចឹងហើយឲ្យតែគាត់មកធ្វើម៉ូតូផ្ទះខ្ញុំភាគច្រើនគឺខ្ញុំមិនសូវយកលុយគាត់ទេដូចថ្ងៃមុនណាបងប្អូនម៉ូតូគាត់ឆេះដុំភ្លើងប៉ាត់ដុំភ្លើងទិញមកចិត្ត 20000 ឯងបងប្អូនតែក៏ខ្ញុំមកដូរដុំភ្លើងខ្ញុំស្គាល់កែច្នៃឲ្យគាត់ដែរតែក៏ធ្វើម៉េចក៏វាអត់ឆេះដែរតដូរដុំភ្លើងចាញ់មានណាដូរដុំភ្លើងឲ្យគាត់អស់មួយទៀតទៅហើយបើអាខ្ចៅអំពូលក៏បាត់អាខ្ចៅក្បាលក៏បាត់មិនវាបាត់តាណាទេបងប្អូនវារត់អត់តាំងអញ្ចឹងមានអារម្មណ៍ស្គុតឲ្យគាត់ទៅរួម3 4 5ជុំអស់ស្គុតកន្លះដុំអីទៅហើយខ្ញុំក៏បង្រៀនការប្រើប្រាស់ទៅដល់គាត់សិតតែបង្រៀនការប្រើប្រាស់បង្រៀនចុចទៅថៃតាមពិតទៅបងប្អូនអាកុងតាក់43ហ្នឹងវាមានបិទមានហ្វាមានកូដអញ្ចឹងខ្ញុំប្រាប់គាត់ទៅហើយទៅហើយខ្ញុំក៏សាក់ទាលុយពីគាត់ 5000មានណាបងប្អូនគាត់ឲ្យខ្ញុំមែនតែក៏ខ្ញុំសាក់ចិត្តគាត់ទេបងប្អូនខ្ញុំមិនយកលុយពីគាត់ទេគឺខ្ញុំឲ្យគាត់វិញខ្ញុំថាអ៊ំឯងទុកលុយតិចអីហូបទៅព្រោះថាលុយ 5000សម្រាប់អ៊ំមានតម្លៃជាងខ្ញុំ 5000សម្រាប់ខ្ញុំបានតែចាក់ពីកំប៉ុងទេអ៊ំហើយបើទុកអ៊ំចែវិញបិណ្ឌល្អជាងអីបងប្អូនអញ្ចឹងម៉ូតូអ៊ំបានរួចរាល់ហើយអ៊ំក៏លាខ្ញុំទៅផ្ទះដែរព្រោះថាមេងក៏វារាំងដែរព្រោះតែភ្លៀងមកល្ងាចហើយខ្ញុំពិតជាសប្បាយចិត្តមែនទែនបងប្អូនដែលឃើញស្នាមញញឹមរបស់គាត់ព្រោះថាម៉ូតូគាត់គ្មានសូវជាងណាហ៊ានធ្វើទេព្រោះថាជាងគាត់តែគាត់អត់មានលុយហ្នឹងណាបងប្អូន